ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃច័ន្ទ1រោចខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី5ខែមករាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសំខាន់នៅថ្ងៃនេះដូចតទៅគណៈកម្មការទី7នៃរដ្ឋសភានឹងចុះពិនិត្យពុទ្ធសាសនបណ្ឌិតតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានដឹងថាគណៈកម្មការទី7នៃរដ្ឋសភានឹងចុះទៅពិនិត្យស្ថានភាពដីបរិវេណវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនៅថ្ងៃសុក្រនេះដើម្បីធ្វើការផ្ទៀងផ្ទាត់ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដែលថាពុំមានការលក់ឬជួលដីវិទ្យាស្ថាននេះទៅឲ្យក្រុមហ៊ុន Nagavel ទេរដ្ឋសភាធ្លាប់បានកោះហៅលោកមិនខិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាទៅឆ្លើយបំភ្លឺនៅរដ្ឋសភាកាលពីខែតុលាបន្ទាប់ពីផ្នែកខ្លះនៃរបបនិងខ្លងទ្វារនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតត្រូវបានវិកំទេចកាលពីដើមឆ្នាំ2014ដែលនាំឲ្យមានការតវ៉ាគេហទំព័ររដូវនេះបានបង្ហាញឲ្យដឹងតាមរយៈប្រធានគណៈកម្មការទី7ផ្នែកអប់រំយុវជនធម្មការកិច្ចការសាសនាវប្បធម៌និងទេសចរលោកយ៉ែមពុញរិទ្ធបានមានប្រសាសន៍កាលពីថ្ងៃម្សិលមិញថាក្រុមគណៈកម្មការនឹងចុះទៅពិនិត្យមើលវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនៅថ្ងៃទី9ខែមករាខាងមុខនេះថាតើមានការរុះរើរបងខាំងរបស់ក្រុមហ៊ុន Nagavel ចេញពីបរិវេណដីពុទ្ធសាសនបណ្ឌិតហើយឬក៏យ៉ាងណាលោកពុញរិទ្ធបានបន្ថែមថាក្រៅពីការពិនិត្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតគណៈកម្មការក៏នឹងចុះពិនិត្យការរៀបចំការកែតម្រង់ផ្នែកធម្មការនិងសាសនានៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជផងដែរព្រះតេជគុណថងណារិទ្ធប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលធ្លាប់បានតវ៉ាទាមទារឲ្យបញ្ឈប់ការសាងសង់របស់ក្រុមហ៊ុន Nagavel លើដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនេះបានស្វាគមន៍ចំពោះចំណាត់ការចុះទៅស៊ើបអង្កេតបន្ថែមរបស់គណៈកម្មការទី7ខណៈដែលព្រះអង្គនៅតែមានមន្ទិលសង្ស័យថារដ្ឋាភិបាលអាចនឹងលួចដីវិទ្យាស្ថានដែលជាព្រះរាជទ្រព្យរបស់ព្រះមហាវីរក្សត្រទៅឲ្យក្រុមហ៊ុន Nagavel នៅថ្ងៃអនាគតព្រះរាជគុណបានបញ្ជាក់ថាវិទ្យាស្ថាននេះជាឃ្លាំងវប្បធម៌ឃ្លាំងអក្សរសាស្ត្រនិងមានផ្ទុកនៅវត្ថុសំខាន់ៗយើងត្រូវតែការពារតាក់ទងទៅនឹងបញ្ហានេះលោកនាយរដ្ឋមន្ត្រីហ៊ុនសែនក៏ធ្លាប់បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រកាលពីដើមខែតុលាឆ្នាំ2014ផងដែរដោយបញ្ជាក់ថាពុំមានការលួចឬដោះដូរវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតទេចំពោះការរុះរើរបស់នៅខ្លងទ្វារវិទ្យាស្ថាននេះកន្លងមកគឺដើម្បីសម្រួលដល់ការសាងសង់ផ្លូវក្រោមដីដែលជាគម្រោង Naga City Walk នៅពីមុខវិទ្យាស្ថាននេះប៉ុណ្ណោះបន្ទាប់ពីបញ្ចប់ការសាងសង់នឹងមានការសាងសង់របស់នៅខ្លងទ្វារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតតាមរចនាបថដើមវិញតុលាការត្រូវតែឯករាជ្យត្រូវតែដោះលែងអ្នកជាប់ឃុំទាំង19អង្គនិងអ្នកដោយគ្មានលក្ខខណ្ឌលោកអ្នកនាងជាទីមេត្រីតុលាការត្រូវតែឯករាជ្យត្រូវតែដោះលែងអ្នកជាប់ឃុំទាំង19អង្គនិងអ្នកដោយគ្មានលក្ខខណ្ឌគឺជាសម្រេចទាមទាររកយុត្តិធម៌ពីរដ្ឋាភិបាលនិងស្ថាប័នតុលាការពីសំណាក់ព្រះសង្ឃប្រជាពលរដ្ឋរងគ្រោះដីធ្លីមកពីតំបន់បឹងកក់បូរីកេឡាននិងសហគមន៍នានាដែលរងនៅអំពើអយុត្តិធម៌និងរងគ្រោះដោយសារវប្បធម៌នីតិរដ្ឋភាពការស្រ័យទាមទារនេះបានធ្វើឡើងនៅមុខសាលាដំបងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី5ខែមករានេះខណៈដែលសាលាដំបងរាជធានីភ្នំពេញបានកោះហៅតំណាងប្រជាពលរដ្ឋរងគ្រោះមកពីតំបន់បឹងឈូកចំនួន4នាក់មកសាកសួរនៅក្នុងសវនាការដោយចោទលើពួកគាត់ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតកាលពីឆ្នាំ2008និង2009ព្រះតេជគុណថងណារិទ្ធបានមានសន្និការថាស្ថាប័នតុលាការសពថ្ងៃនៅក្រោមគំនាបរដ្ឋាភិបាលធ្វើតាមតែអំពើចិត្តរដ្ឋាភិបាលហើយប្រជាពលរដ្ឋត្រូវការជាទីបំផុតគឺយុត្តិធម៌និងតម្លាភាពរបស់តុលាការទីភ្នំពេញយើងឃើញថាតុលាការនេះតែមានការដាក់បន្ទុកលើប្រជាពលរដ្ឋរងគ្រោះនៃគ្រីដូចតែប្រសងពុទ្ធបរិស័ទរងគ្រោះនៃគ្រីបានឲ្យពិធមសំជាបើចូលតាមដានកិច្ចការរបស់សវនាការសាលាដំបងរាជធានីភ្នំពេញគឺចង់បានណាស់មានចិត្តធម៌ត្រឹមត្រូវនិងឲ្យមានតម្លាភាពមិនអាចឲ្យតុលាការធ្វើតែតាមអំពើចិត្តតាមអ្វីដែលដាក់ដឹកនាំពីរដ្ឋាភិបាលដូចជាតែមានអំណាចមានការគៀបសង្កត់លើតាមបានតុលាការដើម្បីដាក់គំនាបដល់ប្រជាពលរដ្ឋរងគ្រោះនៃគ្រីដែលគាត់ត្រូវការរួ
ពោះនៅដោយសេចក្តីថ្លៃថ្នូរ ចំណែកឯអ្នកស្រីឆៃកំហនតំណាងប្រជាពលរដ្ឋរងគ្រោះនៅតំបន់បូរីកេឡាវិញបានឲ្យដឹងដែរថាពួកគាត់ដែលមកតវ៉ានៅមុខសាលាដំបងរាជធានីភ្នំពេញថ្ងៃនេះគឺចង់ឲ្យស្ថាប័នតុលាការរកភាពយុត្តិធម៌និងដោះលែងអ្នកជាប់ឃុំទាំង19អង្គនឹងនេះដោយគ្មានលក្ខខណ្ឌ ភាពគិតខុសសម្រាប់ដល់ប្រចាំនេះយើងសង្ឃឹមថាដល់9អង្គនេះនឹងមានការដល់លេខទៀតអត់មានលក្ខខណ្ឌអីវិញទាំងអស់ហើយតែសំខាន់នោះគឺសូមឲ្យតុលាការមានភាពឯករាជ្យសម្រាប់ដល់9អង្គនេះ ពីចុងឆ្នាំ2014កន្លងទៅថ្មីនេះអង្គការដំឡាភិបកម្ពុជាបានបញ្ចេញនូវរបាយការណ៍មួយដែលបានរកឃើញថាប្រព័ន្ធតុលាការនៅប្រទេសកម្ពុជានៅតែគ្មានសុចរិតភាពហើយស្ថាប័នតុលាការនេះមានអំពើពុករលួយធ្ងន់ធ្ងរជាងគេនិងមានលក្ខណៈជាប្រព័ន្ធចំណែកឯវប្បធម៌នីតិរដ្ឋភាពវិញគឺរីកដុះដាលកាន់តែធំឡើងសូមរំលឹកថាអ្នកជាប់ឃុំទាំង19អង្គនិងអ្នកនោះត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់កាលពីដើមខែវិច្ឆិកាឆ្នាំ2014កន្លងទៅនេះក្នុងនោះរួមមានលោកមីសវណ្ណារាប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងព័ត៌មានរបស់គណៈបក្សសង្គ្រោះជាតិអ្នកស្រីទេពវណ្ណីតំណាងប្រជាពលរដ្ឋសហគមន៍បឹងកក់ព្រះតេជគុណសឿនហៃព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលគង់នៅវត្តស្ទឹងមានជ័យព្រមទាំងព្រះសង្ឃសកម្មជននយោបាយនិងសកម្មជនដេទ្រី16នាក់ផ្សេងទៀតដោយចោទពីបទខុសៗគ្នាកោជបធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតបើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថាគណៈកម្មាធិការរៀបចំការបោះឆ្នោតកោជបបានធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ2018ដែលបន្ថែមអ្នកបោះឆ្នោតចំនួន 177,805 នាក់នេះបើយោងតាម website របស់កោជបគេហទំព័រដដែលនេះបានបន្ថែមឲ្យដឹងតាមរយៈលោកគួយប៊ុនរឿននៃគណៈបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថាកិច្ចពិភាក្សារវាងគណៈបកប្រជាជនកម្ពុជានិងគណៈបក្សសង្គ្រោះជាតិអំពីការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតបានកំពុងបន្តលោកបានបន្ថែមឲ្យដឹងទៀតថាគណៈបកទាំងពីរបានកំពុងពិភាក្សាពីបញ្ជីកោជបថ្មីហើយរំពឹងថាវានឹងបញ្ចប់នៅចុងខែកុម្ភៈបន្ទាប់មកបញ្ជីឈ្មោះអ្នកបោះឆ្នោតកោជបបច្ចុប្បន្ននឹងលែងប្រើទៀតហើយលោកបានគូបញ្ជាក់បន្ថែមទៀតថាកោជបបច្ចុប្បន្ននឹងបន្តធ្វើការលើបញ្ជីនេះព្រោះនៅមិនទាន់មានច្បាប់គ្រប់គ្រងកោជបទេមន្ត្រីគណៈបក្សសង្គ្រោះជាតិបានចោទប្រកាន់កោជបថាបានប្រើប្រាស់បញ្ជីឈ្មោះអ្នកបោះឆ្នោតជាប្រយោជន៍ដល់គណៈបកប្រជាជនកម្ពុជាក្នុងការបោះឆ្នោតឆ្នាំ2013លោកប៊ុនរឿនបានបន្ថែមថាសមាជិកគណៈបក្សសង្គ្រោះជាតិបន្តជំរុញឲ្យមានការបោះឆ្នោតនិងធានាបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកបោះឆ្នោតកម្លាំងចម្រុះជាច្រើនអ្នកត្រូវបានដាក់ពង្រាយនៅទីលានប្រជាធិបតេយ្យបងប្អូនជនរួមជាតិជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រអសិសេរីបានឲ្យដឹងថាក្នុងពេលគណៈបក្សសង្គ្រោះជាតិរៀបចំធ្វើបុណ្យបាំងស្គររំលឹកខួបកម្មករ5នាក់ស្លាប់ដោយសារកងទាហានបាញ់ស្លាប់នៅផ្លូវវែងស្រេងកងកម្លាំងមានសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលត្រូវបានគេដាក់ពង្រាយនៅទីលានប្រជាធិបតេយ្យជាច្រើនរយនាក់ការបង្ហាញវត្តមាននៃកងកម្លាំងដោះស្អេសកានៅពេលម្សិលមិញនេះត្រូវបានអង្គការសង្គមស៊ីវិលនិងគណៈបកនយោបាយក្រៅរដ្ឋាភិបាលចាត់ទុកថាអាជ្ញាធរចង់បង្ហាញសាច់ដុំជាថ្មីទៀតប្រឆាំងក្រុមអ្នកតវ៉ាឡាននិងម៉ូតូជាច្រើនគ្រឿងត្រូវបានគេដាក់ពង្រាយអមដោយកម្លាំងចម្រុះដែលមានខែដំបងឆក់និងអាវុធនៅក្នុងដៃផងបានបង្ហាញវត្តមានជាថ្មីឡើងវិញនៅទីលានប្រជាធិបតេយ្យបន្ទាប់ពីសកម្មភាពដូចនេះបានស្ងប់ស្ងាត់អស់ពេលជាច្រើនខែណាស់មកហើយក្រោយពីគណៈបក្សសង្គ្រោះជាតិបានយល់ព្រមចូលអង្គុយប្រជុំក្នុងរដ្ឋសភាធ្វើឲ្យរដ្ឋសភានិងរដ្ឋាភិបាលមានលក្ខណៈស្របច្បាប់មកលោកខេងទីតូអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យដឹងនៅថ្ងៃទី4មករាម្សិលមិញថាមូលហេតុដែលកងកម្លាំងត្រូវបានដាក់ពង្រាយនៅទីលានប្រជាធិបតេយ្យនៅពេលនេះគឺទុកដើម្បីរក្សាសណ្ដាប់ធ្នាប់និងការពារសន្តិសុខប៉ុណ្ណោះបើទោះជាយ៉ាងណាវត្តមាននៃកងកម្លាំងចម្រុះប្រដាប់ដោយអាវុធនិងអាវក្រោះដែលមើលទៅទំនងហាក់ត្រៀមប្រយុទ្ធនៅពេលនេះគឺស្របពេលដែលគណៈបក្សសង្គ្រោះជាតិត្រូវរៀបចំយកទីតាំងនៃទីលានប្រជាធិបតេយ្យដើម្បីរៀបចំពិធីបាំងស្គរឧទ្ទិសកុសលអ្នកដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បាញ់បង្ក្រាបដោយកម្លាំងចម្រុះរបស់រដ្ឋាភិបាលប្រឆាំងក្រុមអ្នកតវ៉ាសុំដំឡើងប្រាក់ខែ$160នៅតាមបណ្ដោយផ្លូវវែងស្រេងកាលពីដើមខែមករាឆ្នាំ2014កន្លងទៅដោយឡែកទីតាំងនៃទីលានប្រជាធិបតេយ្យឯនេះវិញក៏មិនអន់ណាស់ដែរ
ការពីដើមខែមករាឆ្នាំ2014កន្លងទៅអាជ្ញាធរបានបោះសម្អាតទីលានប្រជាធិបតេយ្យបណ្ដេញបាតកោគ្រប់គ្រងគណៈបកសង្គ្រោះជាតិចេញពីទីលានដែរការបង្ក្រាបប្រឆាំងក្រុមបាតកោដែលធ្វើឡើងដោយកងសន្តិសុខនិងកម្លាំងបង្ក្រាបបាតកម្មរបស់រដ្ឋាភិបាលមកលើគណៈបកសង្គ្រោះជាតិកាលនោះគឺប្រៀបដូចជាសមរភូមិប្រយុទ្ធយ៉ាងដូច្នោះគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈអ្នកស្រីមូសុខហួរអគ្គលេខាធិការរដ្ឋនិងជាអ្នកដំណើររាជមណ្ឌលបាត់ដំបងឲ្យដឹងថានេះពុំមែនជារឿងចៃដន្យដែលរដ្ឋាភិបាលពង្រាយកម្លាំងដល់ច្រើនបែបនេះឡើយអ្នកស្រីបន្តថាកម្លាំងដែលមានវត្តមានជាថ្មីទៀតនេះគឺនៅចំពេលដែលគណៈបកជំទាស់ដ៏ធំមួយនេះស្នើសុំរៀបចំពិធីតាមបែបសាសនាតែម្ដងកាលពីចុងខែធ្នូឆ្នាំ2014គណៈបកសង្គ្រោះជាតិបានស្នើសុំតាំងផ្លូវវែងស្រេងដើម្បីប្រារព្ធពិធីបង្សុកូលប៉ុន្តែត្រូវបានសាលារដ្ឋាភិបាលភ្នំពេញជំទាស់ក្រោយមកសំណើសុំដូចគ្នានេះរបស់គណៈបកសង្គ្រោះជាតិដែលក្រុងធ្វើនៅទីលានប្រជាធិបតេយ្យតែបំណងលើកទី2នេះក៏ត្រូវបរាជ័យម្ដងទៀតដោយសារសាលារដ្ឋាភិបាលភ្នំពេញយល់ឃើញថាការជួបជុំរបស់គណៈបកសង្គ្រោះជាតិគឺមានចេតនាធ្វើអាជីវកម្មនយោបាយលើអ្នកស្លាប់ជាជាងការប្រារព្ធពិធីតាមបែបសាសនាផ្ទុយពីនេះលោកអំសំអាតមន្ត្រីបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូចាត់ទុកថាការហាម5ពីអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋប្រឆាំងការសម្ដែងមតិដោយសន្តិវិធីនេះគឺជាការរើសអើងទៅវិញទេលើពីនេះលោកមើលមិនឃើញទាល់តែសោះថាការពង្រាយកងកម្លាំងនៅពេលនេះគឺជាការពង្រឹងសន្តិសុខព្រោះស្ថានភាពនយោបាយហាក់ស្ងប់ទៅហើយនោះអង្គការសង្គមស៊ីវិលដែលខ្លំមើលការរំលោភសិទ្ធិមនុស្សក្នុងស្រុកក៏សម្គាល់ថារដ្ឋាភិបាលកម្រឃើញដោះស្រាយបញ្ហាដោយសន្តិវិធីណាក្រៅពីប្រើកម្លាំងដើម្បីបង្ក្រាបប្រឆាំងការជួបជុំរបស់ក្រុមអ្នកតវ៉ានោះឃុំខ្លួនជនជាតិវៀតណាម12នាក់ចូលនេសាទខុសច្បាប់តាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាជនជាតិវៀតណាម12នាក់កាលពីល្ងាចថ្ងៃសៅរ៍ត្រូវបានសមត្ថកិច្ចសម្រេចឃុំខ្លួនបញ្ជូនសំណុំរឿងទៅសាលាដំបងខេត្តរងចាំនីតិវិធីរបស់តុលាការក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សឃុំកំពង់ព្រះកគីស្រុកបរិបូរខេត្តកំពង់ឆ្នាំងដោយសមត្ថកិច្ចរកអូសបានកាណូតធំ2គ្រឿងនិងត្រីប្រមាណ71តោនតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅយប់ថ្ងៃទី1ខែមករាក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិកោះតាម៉ៅថាមានមនុស្សមួយក្រុមកំពុងរុញចូលនៅក្នុងតំបន់អភិរក្សលោកឯកសុនរស្មីព្រះរាជអាជ្ញារងខេត្តកំពង់ឆ្នាំងបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ជើងទឹកចំនួន5នាក់និងពលរដ្ឋស្ម័គ្រចិត្ត22នាក់ជិះកាណូត8គ្រឿងចេញប្រតិបត្តិការនៅម៉ោងជាង1រំលងអធ្រាត្រឈានចូលថ្ងៃទី2ខែមករាតាមរបាយការណ៍របស់ប៉ូលីសប្រភពពីប្រជាពលរដ្ឋស្ម័គ្រចិត្តបានឲ្យដឹងថានៅតំបន់អភិរក្សឃុំកំពង់ព្រះកគីនេះគឺត្រូវបានកាណូតរុញចងនិងវាយអួនរបស់ជនជាតិវៀតណាមចូលនេសាទយ៉ាងអនាធិបតេយ្យដោយមិនឃើញមានសមត្ថកិច្ចជំនាញអន្តរាគមន៍ត្រឹមត្រូវនោះទេដោយពលរដ្ឋសង្ស័យថាជនជាតិវៀតណាមទាំងនោះបានបង់ប្រាក់ជាថ្នូរនឹងការចូលនេសាទពីសំណាក់អាជ្ញាធរមូលដ្ឋានគេហទំព័រដដែលនេះបានលើកឡើងឲ្យដឹងតាមរយៈប្រធានការពារសិទ្ធិមនុស្សអាត់ហុកខេត្តកំពង់ឆ្នាំងលោកសំច័ន្ទគៀបានឲ្យដឹងថាកន្លងទៅបទល្មើសនេសាទនៅតំបន់នេះគឺកើតមានស្ទើររាល់ថ្ងៃហើយប្រជាសហគមន៍តំបន់នោះត្រូវបានបែងចែកជា2ក្រុមដោយមួយក្រុមចោទប្រកាន់សមត្ថកិច្ចមូលដ្ឋានថាជាអ្នកនៅពីក្រោយនៃបទល្មើសនិងអនុញ្ញាតដល់ជនជាតិវៀតណាមចូលនេសាទចំណែកមួយក្រុមទៀតច្រានចោលការចោទនេះរហូតដល់មានបណ្ដឹងទៅតុលាការទៀតផងលោកថាដោយសារតែការឆ្លោះទាស់ទែងគ្នារហូតមានការប្តឹងផ្តល់ទើបយើងឃើញថាមួយរយៈក្រោយនេះបទល្មើសនៅតំបន់នេះហាក់ស្ងាត់បន្តិចមិនដូចពេលមុនគឺមានស្ទើររៀងរាល់យប់អ៊ុយក្រែនរងគ្រោះដោយសារសង្គ្រាមមនោគមវិជ្ជាអាមេរិកប្រឆាំងរុស្ស៊ីបើយោងតាមគេហទំព័រថ្មីបានចុះផ្សាយថាផលិតករភាពយន្តជនជាតិអាមេរិកលោក Oliver Stone បានអះអាងថាប្រទេសអ៊ុយក្រែនរងទុក្ខវេទនានិងញោមញីដោយសង្គ្រាមស៊ីវិលនៅពេលនេះបណ្ដាលមកពីសង្គ្រាមមនោគមវិជ្ជារបស់ក្រុង Washington ដែលប្រើប្រាស់ដើម្បីប្រឆាំងរុស្ស៊ីកន្លងមកលោក Oliver Stone បានលើកឡើងដូចនេះក្រោយពេលដែលលោកបានជួបនឹងសម្ភាសជាលក្ខណៈឯកជនជាមួយមេដឹកនាំធ្លាក់ពីតំណែង Viktor Yanukovych គេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈលោក Oliver Stone ជាផលិតករភាពយន្តជនជាតិអាមេរិកបានថ្លែងថាអ៊ុយក្រែនរងគ្រោះនឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលនៅពេលបច្ចុប្បន្ននេះដោយសារតែសង្គ្រាមមនោគមវិជ្ជាឬនិយាយម្យ៉ាងបានទៀតថាជាសង្គ្រាមត្រជាក់ទី2ដែលបង្កើតឡើងប្រឆាំងរដ្ឋាភិបាលរុស្ស៊ីរបស់ក្រុង Washington ផលិតករខាងលើបានលើកឡើងដូចនេះដោយឆ្លើយតបទៅនឹងការលើកឡើងពីការលូកដៃនិងជ្រៀតជ្រែករបស់មហាអំណាចអាមេរិកនិងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននិងក្រោយពេលដែលលោកបានសម្ភាសជាមួយអតីតប្រធានាធិបតីអ៊ុយក្រែន Viktor Yanukovych លោក Oliver Stone បានជួបសម្ភាសជាមួយមេដឹកនាំអ៊ុយក្រែនដែលគេទម្លាក់ពីតំណែងកាលពីដើមសប្តាហ៍នេះប៉ុន្តែជំនួបនេះបានធ្វើឡើងជាលក្ខណៈឯកជនតែប៉ុណ្ណោះ
យ៉ាងណាក៏ដោយលោក Oliver Stone បានរៀបរាប់ដោយសង្ខេបពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសអ៊ុយក្រែនក្រោយពេលដែលលោកសម្ភាសជាមួយលោក Viktor Yanukovych ដែលវាជាផុសតាំងដែលលោកសន្និដ្ឋានបានថាអាមេរិកប្រើប្រាស់សង្គ្រាមមនោគមវិជ្ជាដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេសអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃមុនលោក Oliver Stone និងលោក Viktor Yanukovych បានជួបគ្នានៅក្នុងទីក្រុងមូស្គូដោយអ្នកទាំងពីរបានចំណាយពេលវេលាប្រហែល4ម៉ោងដើម្បីជជែកគ្នាលោក Oliver បានអះអាងថាមុននឹងមានការទម្លាក់មេដឹកនាំអ៊ុយក្រែននាខែកុម្ភៈកងកម្លាំងប៉ូលីសចំនួន14នាក់បាតកោ45នាក់និងជនស៊ីវិល85នាក់ផ្សេងទៀតរងរបួសក្នុងនោះចលនាបាតកម្មនៅក្រុងគីវមិនមែនជាស្នាដៃរបស់រដ្ឋាភិបាលឡើយតែជាភាគីទី3តែប៉ុណ្ណោះសាក្សីជាច្រើនរួមទាំងកងកម្លាំងរដ្ឋាភិបាលផងជឿជាក់ថាក្រុមខ្មាំងកាំភ្លើងដែលឆ្លៀតឱកាសនៅពេលដែលមានភាពតានតឹងរវាងបាតកោនិងប៉ូលីសបង្កភាពចលាចលហើយខ្មាំងកាំភ្លើងជាក្រុមគាំទ្រដល់លោកខាងលិចដែលជាប់ពាក់ព័ន្ធនឹងក្រុម CIA របស់ក្រុង Washington ផងដែរយ៉ាងណាក៏ដោយលោក Oliver បានសង្កត់ធ្ងន់ថាការវិភាគរបស់លោកតាក់ទិនដើមហេតុវិបត្តិអ៊ុយក្រែនប្រកាសជាធ្វើឲ្យមានមនុស្សមួយចំនួនខឹងសម្បារប៉ុន្តែលោកជឿជាក់ថាពួកគេនឹងអាចយល់និងចំណាយពេលបន្ថែមស្វែងយល់ពីអ្វីដែលលោកបានបង្ហាញនេះលោកបានបន្ថែមផងដែរលោកមិនបានព្យាយាមបង្ហាញពីរឿងរ៉ាវឯកជនឬការពីអតីតមេដឹកនាំអ៊ុយក្រែន Viktor Yanukovych ឡើយត្បិតគ្រប់គ្នាប្រហែលជាដឹងថាលោក Yanukovych ជាប្រធានាធិបតីដែលពុករលួយបំផុតមួយនៅអ៊ុយក្រែនហើយបញ្ហាពុករលួយជាច្រើនកើតមានឡើងយូរអង្វែងហើយក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែនដោយឡែកក្រោយពីលើកឡើងពីព្រឹត្តិការណ៍វិបត្តិអ៊ុយក្រែនបច្ចុប្បន្នលោក Oliver បានរំលឹកពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្រុង Washington កាលពីឆ្នាំ1949នៅក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែនដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក James Forrestal និងក្រុម CIA អាមេរិកបានបង្កើតទ័ពព្រៃប្រឆាំងរដ្ឋាភិបាលនាពេលនោះដែរគួរបញ្ជាក់ថាវិបត្តិនៅក្នុងអតីតរដ្ឋសហភាពសូវៀតនេះផ្ទុះឡើងកាលពីចុងឆ្នាំ2013ដែលមានចលនាបាតកម្មប្រឆាំងរដ្ឋាភិបាលក្រុងគីវហើយនៅក្នុងខែកុម្ភៈឆ្នាំ2014វិបត្តិនយោបាយកាន់តែធ្ងន់ធ្ងររហូតមានបាតកម្មហិង្សាទាមទារទម្លាក់មេដឹកនាំស្និទ្ធរុស្ស៊ីនិងមានការក្រសោបយកទឹកដីគ្រីមៀពីអ៊ុយក្រែនក្នុងខែមីនាផងប៉ូលីសក្រុងដាកាឡោមព័ទ្ធមេដឹកនាំបកប្រឆាំងមិនឲ្យចេញធ្វើបាតកម្មតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាក្រុមប៉ូលីសក្រុងដាកាឡោមព័ទ្ធមេដឹកនាំបកប្រឆាំងគឺលោកស្រី Khalida Zia មិនឲ្យចេញធ្វើបាតកម្មដោយសំអាងលើហេតុផលខ្លាច